Ok,សួស្តីអ្នកនរគ្នានៅក្នុងវីដេអូនេះគឺខ្ញុំមកបង្ហាញអំពីការដាក់លេខរៀងនៅក្នុងកម្មវិធី Word ឬមួយក៏ហៅម្យ៉ាងទៀតបានថាដាក់លេខស៊េរីដើម្បីលុតលេខកូដយើងហៅថាលេខរៀងហ្នឹងអញ្ចឹងវីដេអូនេះគឺខ្ញុំបញ្យល់អ្នកនរគ្នាឲ្យងាយយល់ទាំងអស់គ្នាហើយមើលវីដេអូនេះចប់ខ្ញុំសង្ឃឹមថាអ្នកនរគ្នាគឺប្រកាសជាចេះនេះគឺជាវិក័យប័ត្រដែលខ្ញុំត្រូវធ្វើដាក់លេខរៀងឬមួយក៏ដាក់លេខស៊េរីអញ្ចឹងដើម្បីបានលេខយើងត្រូវចូលបង្កើតលេខនៅក្នុង Excel នេះគឺខ្ញុំវិក័យប័ត្រនេះគឺយកតែ2ក្បាលទេអញ្ចឹងខ្ញុំដាក់លេខ N1 N2 ដោយសារវិក័យប័ត្រនេះគឺជាវិក័យប័ត្រ A5 អញ្ចឹង N1 ពី1ដល់50ហើយ N2 ពី51ដល់100អញ្ចឹងយើងត្រូវបង្កើតលេខឲ្យដល់100កន្លែងនេះបងប្អូនចុចតាមខ្ញុំមកនេះអូខេចុចចាំមកដើម្បីបានលេខ100អញ្ចឹងយើងចាប់តាម cell វាមក cell វាដើម្បីទុកជា file Excel ហ្នឹងយកទៅបញ្ចូលជាមួយនឹង file Word ដើម្បីបានលេខរៀងហ្នឹងអូខេ cell សិនយើងដាក់កន្លែងណាក៏បានដែរឲ្យតែយើងចំណាំអូខេបន្ទាប់ពី cell ហើយយើងចូលមកកម្មវិធី Word យើងវិញអញ្ចឹងរបៀបដាក់ធ្វើម៉េចនៅក្នុងកម្មវិធី Word អូខេចាំមើលខ្ញុំបង្ហាញអញ្ចឹងយើងចូលកន្លែង insert មកដើម្បីបង្កើត shape មួយដើម្បីទុកដាក់កន្លែងលេខរៀងហ្នឹងនេះកន្លែង NO ហ្នឹងយើងមកគូសលើវាមួយសិនមកអូខេបន្ទាប់ពីយើងគូសប៉ុណ្្នឹងហើយយើងទៅយកលេខរៀងដែលយើងបានបង្កើតមិញអញ្ចឹងយើងចុច mailing មកខាងលើនេះបន្ទាប់មកចុចនេះ select ចុច select អូខេហើយរើសទី2ចុចរើសមកបាទហើយយើងទៅស្វែងរក file ដែលយើងបាន save មិញនេះបុកវ៉ានេះអូខេហើយអូខេអញ្ចឹងបន្ទាប់ហើយធ្វើម៉េចទៀតបន្ទាប់ពីយើងប៉ុណ្ណឹងហើយយើងនេះយើងចូលកន្លែង insert merge នេះមកឃើញទេយើងឃើញ N1 N2 របស់យើងនេះ N1 បញ្ជាក់ថាពី1ដល់50ហើយចំណែក N2 ពី51ដល់100អូខេយើងបាន insert N1 មកហើយកន្លែងនេះយើងដូរ font អីធម្មតាអីចឹងទៅដូចយើងវាយឯកសារធម្មតាចឹងទៅសម្រាប់ខ្ញុំជ្រើសរើស Time New Roman ដើម្បីមើលទៅវាឃើញស្អាតធំល្អហើយពណ៌ជាភាគច្រើនគឺប្រើពណ៌ក្រហមដើម្បីស្អាតអូខេប៉ុណ្ណឹងហើយយើងដោះ save អីឲ្យដាក់លើនឹងម្សិលមកបន្ទាប់មកយើងធ្វើម៉េចទៀតយើងចុច click លើវាចឹងហើយចុចmouse ស្ដាំលើវាមកនិយាយគេយើងឃើញពាក្យ edit ហ្នឹងចុចលើវាមួយមកប៉ចមកអូខេអាកន្លែង all នេះត្រូវធ្វើម៉េចយើងជ្រើសរើសកន្លែង all កន្លែងសំខាន់មែនតើតែចុចខុសគឺខុសហើយអញ្ចឹងចំណុចសំខាន់កន្លែងហ្នឹងអូខេហើយយើងស្វែងរកពាក្យ numbering ឃើញទេចុចពាក្យ numbering ប៉ចមកបាទបន្ទាប់មកយើងចុចជ្រើសរើសត្រង់ចំណុចនេះមកអូខេចុចកន្លែងនឹងមួយមកបន្ទាប់មកយើងចុចចាប់ដើមវាយលេខកូដនេះកន្លែងលេខកូដ download cursor ហ្នឹងចុចលេខកូដគឺ6ខ្ទង់បងប្អូនទៅចាំកន្លែងហ្នឹង6ខ្ទង់ដល់លេខ6ខ្ទង់យកមកទៅអូខេបន្ទាប់ពីហ្នឹងហើយចុចធ្វើម៉េចទៀតដើម្បីបានលេខកូដអូខេបើឃើញពាក្យខាងក្រោមនេះចុចមកបាទយើងឃើញលេខកូដរបស់យើងនេះយើង copy បាទយើង copy លេខហ្នឹងមកចុច mouse ស្ដាំក៏បានចុច Ctrl C ក៏បានដែរដើម្បីទទួលបានលេខកូដដែលត្រឹមត្រូវអញ្ចឹងបងប្អូនជួយ copy មកអូខេចាំបន្តិចចុច copy សិនបាទចុច copy មកបាទចុច copy ប៉ចមកអូខេអញ្ចឹងយើងចុចខ្វែងវិញសិនមកបាទហើយម្ដងទៀតយើងចុចដូចគ្នាដែរយើងចុច mouse ស្ដាំដដែលមកចុច mouse ស្ដាំលើ N1 ហ្នឹងបាទហើយរើស edit ដដែល
ប៉ុន្តែយើងជ្រើសរើសខាងក្រោមនេះវិញចុចទៅនឹងមួយមកយើងឃើញពាក្យ N មួយខាងលើយើងចុចគប់ផាសវាឡើងនឹងមកហើយចុចអូខេបាទអញ្ចឹងយើងទទួលបានលេខរៀងហើយបាទហើយបាទអញ្ចឹងយើងចាប់ផ្ដើមទៅធ្វើ N2 ម្ដង N2 គឺធ្វើដូចគ្នាធ្វើដូចបំបញ្ញមិញដែរធ្វើដូច N1 ដែរមិនខុសគ្នាទេគ្រាន់តែមួយ N1 មួយ N2 បាទអញ្ចឹងការជ្រើសរើសគឺដូចគ្នាបងប្អូនចុះរើស N2 មកអូខេ cursor វាចុច mouse ស្ដាមដដែល edit ដដែលបន្តមកចុច all នេះយើងជ្រើសរើសដដែល numbering ជាមួយនឹងអង់គ្លេសនេះខ្ញុំមើលអត់ចេះអានដែរអូខេឡើយនេះវាយលេខមកបាទ6ខ្ទង់បាទអូខេចុចដដែលមក copy វាមកយើងចុច Ctrl C ក៏បាន copy ក៏បាន mouse ស្ដាំអូខេខ្វែងហើយយើងmouse ស្ដាំលើវាម្ដងទៀតចុច edit ដែរនឹងមកបាទអូខេបន្ទាប់មកចុចអូខេហើយយើងចុចផាសវាមកឃើញអញ្ចឹងយើងទទួលបានហើយយើងចូល preview លេខហ្នឹងនោះចុចមកបាទឃើញលេខយើងគឺទទួលបានអញ្ចឹងវាស្អាតខ្លាំងមែនទែនអញ្ចឹងសង្ឃឹមថាវីដេអូនេះនឹងជួយឲ្យអ្នកចេះធ្វើលេខរៀងវិក័យប័ត្រអរគុណ